ក្នុងការធ្វើអាជីវកម្មការជំពាក់បំណុលនិងការសងបំណុលអាចបង្ហាញអំពីគុណធម៌សិលធម៌របស់មនុស្សម្នាក់បានយ៉ាងច្បាស់អ្នកដែលហ៊ានឲ្យអ្នកជំពាក់លុយគឺកំពុងផ្ដល់ទំនុកចិត្តដ៏មានតម្លៃចំពោះអ្នករីឯការខូចទំនុកចិត្តវិញនោះគឺជាការបរាជ័យធ្ងន់ធ្ងរជាងការបាត់បង់លុយទៅទៀតគុណធម៌និងកេរ្តិ៍ឈ្មោះគឺជាគ្រឹះនៃជោគជ័យអាជីវកម្មយូរអង្វែងអ្នកដឹងទេថាអ្នកដែលសុខចិត្តឲ្យអ្នកជំពាក់មិនមែនដោយសារគេមានលុយច្រើននោះទេប៉ុន្តែព្រោះគេជឿទុកចិត្តលើអ្នកមើលឃើញពីអនាគតរបស់អ្នកនេះគឺជាការគាំទ្រនិងការទុកចិត្តដ៏ធំបំផុតចំពោះអ្នកដូច្នេះធ្វើជាមនុស្សធ្វើការងារកុំឲ្យបាត់បង់សតិសម្បញ្ញៈកុំបំផ្លាញកេរ្តិ៍ឈ្មោះឲ្យសោះសម្រាប់អ្នករកស៊ីបើគ្មានលុយអាចរកលុយបានវិញប៉ុន្តែបើគ្មានគុណធម៌ពិតជាមិនអាចក្រោកឈរឡើងបានទៀតទេការបាត់បង់ទំនុកចិត្តគឺជាការខ្សែធនដ៏ធំបំផុតរបស់មនុស្សម្នាក់បើសិនជាបាត់បង់ទំនុកចិត្តពីអ្នកដទៃទោះបីមានសមត្ថភាពយ៉ាងណាក៏ដោយទីបំផុតក៏នឹងគ្មានផ្លូវសម្រាប់ដើរដែរហើយមិនអាចសម្រេចបានលទ្ធផលអ្វីឡើយប្រសិនបើអ្នកកំពុងតែចង់ធ្វើអាជីវកម្មសូមតាមដានមើលវីដេអូរបស់ខ្ញុំឲ្យបានញឹកញាប់